តើខ្ញុំយកដំបងដែកនេះមកធ្វើអ្វីទៅតើកំពុងច្រៀងស្អីហ្នឹងខ្ញុំគិតថាគ្រូឈូច្រៀងបានពីរោះណាស់ច្រៀងទៀតមកលោកជូចូលចិត្តស្ដាប់ណាស់រីកាលោកម្ចាស់អ្នកទៅយកព្រះត្រៃបិដកមកដល់ភ្នំបៃគូរបស់យើងហើយសូមហៅខ្ញុំថាម្ចាស់កត្រីបាទលោកម្ចាស់ដឹងហើយលោកម្ចាស់ទោះជាអ្នកទៅយកព្រះត្រៃបិដកមានចិត្តអំណត់យ៉ាងណាក៏ដោយនៅក្រោមសម្ពុតរបស់អញដែរលោកម្ចាស់ជួយផងប្អូនស្រីកាត់អីហ្នឹងនាងខ្ញុំចូលភ្នំមកបេះថ្នាំមិននឹកស្មានថាវង្វេងផ្លូវសោះហេតុអីអាស្វានេះមើលមកខ្ញុំបែបហ្នឹងមិនក៏មានអារម្មណ៍ថាដូចត្រូវគេមើលធ្លុះអស់រលីងបែបនេះអាស្វាឯងមើលស្អីហ្នឹងមិនក៏ឯងដូចអាមុខជ្រូកម្នាក់នោះដែលចេញស្រីស្អាតទេអីនៅកណ្ដាលវាលច្បាស់បែបនេះបញ្ចេញសាច់បែបហ្នឹងតើវាសមរម្យដែរទេមិនបានបញ្ចេញអីផងតើវាមកពីផ្នែកខំចាស់របស់ខ្ញុំទេដឹងអាស្វាឯងវាមនុស្សស្លាប់ហើយវាមិនមែនជាមនុស្សទេភ្នែកជ្រូករបស់ឯងមើលមិនឃើញទេទោះជាបិសាចក៏ដោយឯងក៏ត្រូវសួរមើលសិនដែរថាមានក្នុងបង្អែកអត់ក្រែងលោជាសត្វចិញ្ចឹមឬយានជំនិះរបស់ទេវតាឯងសងគេរួចទេមែនហើយសួរគេមើលថាផ្ទះនៅមានបងប្អូនស្រីទៀតអត់ហើយរស់នៅណាមិនក៏វីមួយដំបងឲ្យស្លាប់ភ្លាមបែបនេះប្រហែលពេកហើយមិននឹកស្មានថាអ្នកទៅយកព្រះត្រៃបិដកជាមនុស្សស្រីសោះតែខ្ញុំនៅមានវិធីចាំមើលខ្ញុំប្រើថ្នាំឲ្យត្រូវនឹងរោគលោកម្ចាស់ទាំងឡាយតើមានឃើញប្អូនស្រីខ្ញុំទេនាងឡើងភ្នំមកបេះថ្នាំកុំប្រញាប់អីកំឡោះមានការអីចាំបងស្រីជួយមេពិសាចឯងនៅហ៊ានមកទៀតទេអាស្វាស្អុយឯងធ្វើស្អីហ្នឹងវីបិសាចតើខ្ញុំមើលទៅឯងប្រហែលជាច្រណែនហើយច្រណែនដែលគេជាងឯងពិតជាខ្លាំងណាស់ស្តាំងពីលើដល់ក្រោមតែខ្ញុំទៅបេះផ្លែឈើសិនហើយទាំងអស់គ្នាដើរតាមក្រោយមកបងស្វាមានចរិតបែបនឹងឯងចូលចិត្តពាក្យផ្អែមមិនចូលចិត្តពាក្យបង្ខំកាលពីមុនសំបីតែអធិរាជក៏ត្រូវយកយល់ឲ្យគេខ្លះដែរគ្រូឈូអ្នកយកយល់ឲ្យគាត់ខ្លះទៅឃ្លានហើយមែនទេបងស្វាមិនក៏ត្រឡប់មកវិញលឿនម្លេះមកផឹកតែគុជទៅខ្ញុំមិនឃ្លានទេអារម្មណ៍បែបនេះមកទៀតហើយអ្នកចម្លងធំម្នាក់នេះខ្ញុំស៊ីដាច់ហើយសំបីតែអាស្វាក៏ជួយវាមិនបានដែរខ្ញុំជាអ្នកនិយាយមហាក្សត្រជួយខ្ញុំផងចៅចាស់ចៅភ្ញាក់ឡើងចៅចាស់ភ្ញាក់ឡើងមើលទៅមានតែខ្ញុំផ្ទាល់ហើយទៅម្ដងបងស្វាមិនស្រួលហើយគ្រូឈូត្រូវបានបិសាចចាប់បាត់ហើយដឹងហើយយ៉ាងច្រើនបំផុតទៅរកយាយមេងដើម្បីទទួលគាត់ហេតុអីបានជាចៅចាស់មិនមកចៅចាស់ត្រូវបានបិសាចធ្វើឲ្យស្លាប់កំពុងតែយកសັບបើអញ្ចឹងឯងត្រឡប់ទៅវិញទៅតាមពិតគឺបែបនេះសោះផ្លូវទៅចម្លងធរវែងឆ្ងាយណាស់តើព្រះម៉ែគង់ស៊ីអ៊ីមមិនបានបង្រៀនខ្លះទេគាត់បានឲ្យយន់ការពារមួយថានៅពេលសូត្រមន្តអាចការពារពីពួកបិសាចបានសូត្រឲ្យខ្ញុំស្ដាប់មើលឲ្យខ្ញុំបានដឹងផងបានតើហាជីមីសណ្ដែកខៀវជើងត្បូងបានពោគ្រូឈូខ្ញុំមកជួយលោកហើយយកច្រឡំទេមិនមែនខ្ញុំជាអ្នកធ្វើទេបិសាចក្លឹមធំហ៊ានមកធ្វើបាបគ្រូឈូផងជឿណាស់អាស្វានេះធំមែនទែនគ្រោះថ្នាក់លើកនេះហត់នឿយហើយនេះគឺជាប្រាក់កម្រៃរបស់ឯងវាមិនត្រឹមត្រូវទេដឹងខ្ញុំចេញមុខដល់ទៅ3ដងឯងត្រូវតែឲ្យ3ដងរឿងនេះខ្ញុំត្រូវធ្វើរបាយការណ៍សិនដើម្បីស្នើសុំថវិកាកុំរត់អីនិយាយឲ្យច្បាស់សិនមកយាយមេងចុះគ្រូឈូនៅណានៅខាងនោះគ្រូឈូកំពុងតែអន់ចិត្តនៅទីនេះតើទុកថាខ្ញុំមិនបាននិយាយចុះ